นจันเขาไปเดียหัวดองมองดอกมันกราวแต่ได้ซาโจถือกาหายคือเขาตั้งปีมองผมอีกแบบปันตายในสระนี้มองบุญเพลือยคือบางไงใจตายมาดอง Good morning จังสังหารสุดใสในวันนี้สุดสว่างก็มาการบล็อกไงตีมวยได้จิตไงที่ยังจับดำโจทย์เพื่อการในขนมปฏิเจนจังตามท่าแต่ตะพิบในขนมกระไรเทการบอลยมก็โดยจีไงเทการบอลยมแบบได้ในไงตีมวยนี้อยู่ตัวเบอร์ตัวออกนี่ถือกาสอบบังจะออกอีกบังเงี้ยไหมsố đai của nữ cái lạnh thời gian giống như chất nữ lạnh sẵn nơi giống được cái này chẳng còn đã tầm một plate thế cứ đo tay mà đo anh ấy cái gì plate mà nhóm đa từ thời cá anh ấy make chẳng ngày lọ nhưng mà nạp nên mơ cái lạnh ở phía bọn nhóm đấy cái gì ở phía bọn nhóm là dưới này mà cho thời gian ngày tìm mũi đấy hai office របស់យើងគឺចែកចេញជាពីរអាគារមួយដែលខ្ពស់ជាងគេនោះគឺជាប្រភេទអាគារ studio នៅក្នុងហ្នឹងគឺមាន studio ច្រើនមែនតើហើយនៅអាគារមួយទៀតដែលយើងធ្វើការ office គឺនៅអាគារពណ៌សនេះដឹងមិនម៉ាត់ទេព្រោះចូលទៅការទី1នេះ LED ដល់ពេល LED ចឹងទៅមិនដឹងមិនម៉ាត់តែមិនទេធម្មតាអត់ស្គាល់លុយណាមរៀលតាមពិតទៅខ្ញុំធ្វើការបានច្រើនថ្ងៃហើយប៉ុន្តែទៅតែថ្ងៃទី1ទេទៅបានចូល office ដោយសារតែអត់ទាន់មានការចូលតាមពិតទៅថ្ងៃដែលចូលធ្វើការថ្ងៃទី1នេះគឺអត់មានអីធ្វើទេគឺគ្រាន់តែយើងឆែកមើលការងារដែលគេធ្វើកន្លងទៅហ្នឹងវាបែបមិនខ្លះដើម្បីយើងងាយស្រួលក្នុងការសម្របខ្លួនទៅជាមួយនឹងការងាររបស់គេដែរអញ្ចឹងណានៅពេលដែលបានចូល office ហើយគឺដូចទៅនឹងអ្វីដែលយើងធ្លាប់ឃើញនៅក្នុង TikTok អញ្ចឹងថាគ្រាន់ពេលដែលយើងធ្វើការងារនៅ office ហើយដល់ម៉ោងគេកាច់អីគេយកមកហើយតមកក៏បានដើរទៅមើល studio ថតសលេងថាតើមានទស្សនវិជ្ជាបែបម៉េចយើងចង់ដឹងថាតើប្រព័ន្ធឧបករណ៍ថតសលេងរបស់គេនៅក្នុងការប្រើប្រាស់កម្មវិធីគឺខុសប្លែកពីការនៅស្រុកខ្មែរយើងមិនខ្លះអ្វីដែលខ្ញុំអាច compare បានគឺវាខុសគ្នាទាំងស្រុងតែម្ដងនៅក្នុងប្រទេសចិននេះការប្រើប្រាស់ប្រព័ន្ធរបស់គេគឺដើរដោយប្រព័ន្ធក្នុងស្រុករបស់គេគ្រប់អ្វីគ្រប់យ៉ាងគឺសុទ្ធសឹងតែជាភាសាចិនអញ្ចឹងនិយាយមានផលលំបាកមួយខ្ញុំដែរដោយសារតែចិនខ្ញុំគឺលាយតែម្ដងអ្វីដែលខ្ញុំធ្វើខ្ញុំភ្ញាក់ផ្អើលអង្គុយពងអង្គុយធ្វើការសឹកឮសំឡេងគេ1 2 3ដល់ពេលអញ្ចឹងទៅគឺឃើញក្រុមការងារចិនគឺគេខកឈោហាត់ប្រាំហើយខ្ញុំនេះវាស្មានតែគេក្នុងចិត្តក្នុងចិត្តតែគេប្រែងឯងវិញថ្ងៃទី1ស្មានគេនាំនេះប្រែងឲ្យយើងហាត់ប្រាំតែតាមពិតទៅគឺនៅនេះគឺគេតែងតែហាត់ប្រាំ2 ដងនៅក្នុងមួយថ្ងៃព្រឹកម្ដងថ្ងៃម្ដងដើម្បីកុំឲ្យយើងអង្គុយយូរទៅអាចកើតរឹសដូងបាតអីអញ្ចឹងណាអញ្ចឹងគឺតែងតែហាត់ប្រាំហើយលំហាត់ប្រាំនេះទៀតសោតគឺមានតែជនជាតិចិនទេដែលគាត់អាចហាត់ប្រាំបានដោយសារតែពួកគាត់គឺចេះលំហាត់ប្រាណហ្នឹងតាំងពីនៅរៀននៅសាលាម្ល៉េះអញ្ចឹងបើយើងចូលទៅហាត់ប្រាណក៏យើងអត់ដឹងថាហាត់ពីណាទៅណាដែរឥឡូវចប់ហើយមកកន្លែងគេងវិញហើយដូរកៅអៅទៅដើរហាត់ប្រាណបន្តិចខ្ញុំភាគច្រើនគឺចូលចិត្តដើរឬក៏រត់ត្រាក់នៅសួនហ្នឹងពីពួកអីសួនហ្នឹងក៏ពិតទៅគឺជាទីលាននៃការប៉ាណាំងកង់ប៉ុន្តែក្រៅពីប៉ាណាំងកង់ទុកចោលគឺយើងគេអាចឲ្យមនុស្សទៅដើរហាត់ប្រាណនេះនឹងបានគាត់ចង្អាយវិលជុំវិញនៃសួនហ្នឹងគឺព័ទ្ធដោយភ្នំហើយ4 គីឡូម៉ែត្របើយើងរត់បានមកជុំយើងស្មើយើងដើរបាន4 គីឡូម៉ែត្រដែរដល់ពេលដែលខ្ញុំដើរឆ្លងផុបបាទទៅដល់ supermarketឃ្លានពេកក៏មកហៅទិញអីញ៉ាំអញ្ចឹងប្រឡងថ្ងៃទី1ដែលខ្ញុំចូលធ្វើការបិទបញ្ចប់ត្រឹមតែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយ